ទំនាក់ទំនងណាក៏ដោយបើនៅចុះសម្រងនឹងគ្នាបានគឺនៅបើនៅមិនបានគួរតែចែកផ្លូវគ្នាទៅវាមិនមែនជារឿងធំដុំនោះទេការយល់ដឹងកាន់តែច្រើនកាន់តែស្រួលច្របូចច្របល់កាន់តែច្រើនការឈឺចាប់ក៏កាន់តែច្រើនឡើងដោយធម្មជាតិប៉ុន្តែការស្លូតបូតរបស់ខ្ញុំត្រូវគេបានទាត់ចោលទុកថាល្ងីល្ងើការអត់ធ្មត់របស់ខ្ញុំត្រូវគេបានចាត់ទុកថាល្ងងទាំងអស់គ្នាសុទ្ធតែធ្វើជាមនុស្សលើកទី1អ្នកណាក៏មិនចាំបាច់ទៅបំផ្លាញអ្នកណាដែរអ្នកណាក៏មិនត្រូវទៅយកចិត្តផ្គប់ចិត្តអ្នកណានោះដែរខ្ញុំមិននៅបង្ខំនរណាម្នាក់ឲ្យដាក់ខ្ញុំនៅក្នុងចំណុចសំខាន់របស់ជីវិតគេនោះទេប៉ុន្តែនៅពេលដែលខ្ញុំដឹងថាខ្ញុំមិនសូវសំខាន់ចំពោះអ្នកខ្ញុំក៏នឹងកាត់បន្ថយកម្រិតសារៈសំខាន់របស់អ្នកនៅក្នុងជីវិតរបស់ខ្ញុំដែរទំនាក់ទំនងមនុស្សនឹងមនុស្សគឺវាបែបនេះហើយខ្ញុំមិនទាមទារវាពីអ្នកទេប៉ុន្តែខ្ញុំអាចផ្លាស់ប្ដូរខ្លួនខ្ញុំបានខ្ញុំយកចិត្តទុកដាក់តែចំពោះអ្នកដែលយកចិត្តទុកដាក់ចំពោះខ្ញុំវិញតែប៉ុណ្ណោះអ្នកល្អនឹងខ្ញុំក៏ល្អនឹងអ្នកវិញជីវិតគឺសាមញ្ញបែបនេះហើយគួរត្រេះគិតពិចារណាពីខ្ញុំបាទមាសវិសាល